លោកស្រីផែថងថានលាចេញពីតំណែងជាប្រធានគណៈបកភឿថៃបង្កអតីតនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីនវត្រានៅថ្ងៃពុធទី22ខែតុលាបានប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណៈបកភឿថៃជាការសម្រេចចិត្តមួយធ្វើឡើងក្រោយលោកស្រីត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីតំណែងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រីផែថងថានបានបង្ហាញពីគោលបំណងផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណៈបកភឿថៃមុននឹងការបោះឆ្នោតសកលចូលមកដល់លោកស្រីបានគូបញ្ជាក់ដូចនេះថាខ្ញុំជឿជាក់យ៉ាងមុតមមថាការផ្លាស់ប្ដូរនេះត្រូវបានចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេដូច្នេះខ្ញុំសម្រេចចិត្តជ្រើសរើសយកការលាលែងចេញពីតំណែងជាប្រធានបកដើម្បីបើកផ្លូវឲ្យគណៈបកធ្វើកំណែទម្រង់និងកសាងភាពរឹងមាំដ៏ខ្លាំងក្លាមួយលោកស្រីផែថងថានបន្ថែមថាលោកស្រីនឹងនៅតែបន្តធ្វើជាសមាជិកបកភឿថៃនិងជាប្រមុខនៃក្រុមគ្រួសារភឿថៃជាមួយនឹងការបដិញ្ញាចិត្តជួយកសាងយុគសម័យថ្មីរបស់បកដៃឈរប្រកិស្មាយ៉ាងរឹងមាំជាមួយប្រជាជនថៃការសម្រេចចិត្តលាលែងពីតំណែងជាមេដឹកនាំបកភឿថៃរបស់លោកស្រីផែថងថានធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃទម្លាក់លោកស្រីចេញពីតំណែងកាលពីខែសីហាកន្លងទៅជុំវិញការរំលោភលើក្រមសីលធម៌ក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយនឹងកម្ពុជាចាប្រភពពី Fresh News ព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា